ក៏ក្រៅពីភពបច្ចេកវិទ្យា Huawei សម្ពោធជាផ្លូវការនៅកំពូល smartphone អេក្រង់បត់លំដាប់លេខ1 Huawei Mate X7 និមិត្តរូបនៃភាពថ្លៃថ្នូរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះគឺមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់អាយដាមខៀវកញ្ញារិទ្ធនិងកំពូល KOL ល្បីល្បាញលោកហេងវិសាលនិងអ្នកនាងស្រីនីព្រមទាំងអ្នកសារព័ត៌មានធំៗនៅក្នុងនិងក្រៅប្រទេសជាច្រើនស្ថាប័នដើម្បីទទួលបាននូវបទពិសោធន៍ផ្ទាល់ពីបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Huawei Smartphone អេក្រង់បត់ Huawei Mate X7 មិនត្រឹមតែជាកំពូល Smartphone អេក្រង់បត់លំដាប់លេខ1ធន់និងមានកាមេរ៉ាល្អដាច់គេនោះទេ Huawei Mate X7 ក៏ជាការិយាល័យចល័តសម្រាប់មន្ត្រីរាជការប្រធានក្រុមហ៊ុននិងអ្នកជំនួញផងដែរខាងក្រោមនេះគឺជាចំណុចពិសេសដែលមាននៅលើ smartphone នេះចំណុចពិសេសទី1លោកអ្នកអាចប្រើកម្មវិធី Google បានទាំងអស់ដូចជា Gmail, Google Drive, Google Maps, Gemini រួមទាំងកម្មវិធីប្រចាំថ្ងៃដូចជា App ABA, Grab, Facebook, WhatsApp, Telegram, Foodpanda និងកម្មវិធីផ្សេងៗទៀតបានយ៉ាងរលូនដោយគ្រាន់តែដំឡើងកម្មវិធី App Gallery ចំណុចពិសេសទី2លោកអ្នកអាចថតរូបដោយភ្នែកមើលឃើញសកម្មភាពក្រុមគ្រួសារឬសកម្មភាពដែលមានចលនាលឿនក៏លោកអ្នកអាចថតបានច្បាស់ល្អដែរជាពិសេសសម្រាប់ថ្នាក់ដឹកនាំនិងអ្នកជំនួញកាមេរ៉ាមិនមែនគ្រាន់តែសម្រាប់ថតរូបលេងនោះទេតែក៏ជាឧបករណ៍កត់ត្រាឯកសារនិងបង្ហាញពីភាពច្បាស់លាស់ផងដែរចំណុចពិសេសទី3ផ្ដល់នូវទំនុកចិត្តរាល់ការធ្វើដំណើរមិនបារម្ភធ្លាក់បែកអេក្រង់ដោយអចេតនានោះទេដោយសារតែមានកញ្ចក់ខុនលុន glass អេក្រង់ខាងក្នុងមានបន្ទះការពារ3ស្រទាប់និងមានតួខ្លួនជាប្រភេទ aerospace grade ដែលធន់នឹងការធ្លាក់បែកហើយកាន់តែពិសេសទៀតនោះគឺមានការការពារទឹកដោយកម្រិត IP59 បើទោះបីជាកំពប់កាហ្វេក្តៅលើក៏នៅតែមានសុវត្ថិភាពដែរចំណុចពិសេសទី4បច្ចេកវិទ្យា AI នៅក្នុង Mate X7 ដើរតួជាជំនួយការដែលជួយសន្សំសំចៃពេលវេលាសម្រាប់ថ្នាក់ដឹកនាំដែលមានការងារមមាញឹកដូចជាមុខងារ AI សម្រាប់កម្មវិធីអាជីវកម្ម Like Multitask ប្រើកម្មវិធី2ក្នុងពេលតែមួយដូចជាមើលឯកសារនិងប្រជុំតាមអនឡាញ Meet Zoom and Teams ដែលធ្វើឲ្យចំណេញដល់ពេលវេលានិងជំរុញឲ្យកិច្ចការរបស់លោកអ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់ហើយលោកអ្នកក៏អាចប្រើកម្មវិធី AI ជាច្រើនទៀតដើម្បីសង្ខេបអត្ថបទនិងបំផុសគំនិតលើការងារក៏ដូចជាអាជីវកម្មដូចជាកម្មវិធី AI DeepSeek Gemini និង ChatGPT ជាដើមចំណុចពិសេសទី5ផ្ដល់ជូនលើសពីការរំពឹងទុកជាមួយនឹង 5 Big Offers គឺ Free Upgrade Memory ថែមជូនកាស Huawei Premium Case និងឆ្នាំងសារ Original រួមទាំងដល់ជូនបន្ថែម$200លើការ Trade In និងការធានាដូរអេក្រង់ថ្មីម្ដងក្នុងមួយឆ្នាំហើយចំពោះ Huawei Free Clip 2 វិញគឺមិនត្រឹមតែជាការនាំមកនៅបទពិសោធន៍ស្ដាប់សំឡេងបែប Open Ear ជាមួយនឹងគុណភាពសំឡេងច្បាស់ល្អនិងមានផាសុកភាពសម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃប៉ុណ្ណោះទេគឺថែមទាំងជាឧបករណ៍បង្ហាញពី stylish និងភាពទាក់ទាញស្អាតសង្ហារបស់អ្នកប្រើប្រាស់សម័យថ្មីជាមួយនឹងការ design បែប Sea Bridge ថ្មីពាក់មិនឈឺត្រចៀកគឺអាចភ្ជាប់បានទាំង iOS និង Android ឬក៏ laptop ថែមទាំងមានមុខងារប៉ះបញ្ជាទៅលើការបដូរបទចម្រៀងទទួលឬក៏បិទ call និងប៉ះបញ្ជាទៅលើកាសដំឡើងនិងបន្ថយសំឡេងផងដែរហើយកាន់តែពិសេសលោកអ្នកក៏មានឱកាសឈ្នះរង្វាន់ការ Huawei Free Clip 2និងរង្វាន់ជាច្រើនទៀតដោយគ្រាន់តែចូលរួមលេង Drop It Challenge នៅ Huawei Showroom គ្រប់សាខាទូទាំងប្រទេសកម្ពុជាដែលនឹងចាប់ផ្ដើមនៅថ្ងៃទី1ខែកុម្ភៈខាងមុខនេះហើយលោកអ្នកក៏អាចកក់ទុកមុនទៅលើផលិតផលថ្មីនេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែមករាឆ្នាំ2026នៅគ្រប់ Huawei Showroom និងហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសកម្ពុជា